បាននេះគឺជាវីដេអូ highlight ទាំងស្រុងបាននៃការប្រកួតសប្តាហ៍ទី6រវាងបឹងកេតជាមួយនឹង MOI កំពង់ដេវ៉ាការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិឱកាសដំបូងរបស់បឹងកេតកន្លែងនេះការលើករបស់វ៉ាងនេវីនតែជះបាល់ចេញមកពី Wenger Acosto បាទទៅកន្លែងនេះពីបឹងកេតបាទម៉ាត់ណូរុនបាទប៉ះបន្តិចហើយក៏ជួយបានពី Wenger Acosto ជាថ្មីកាដូរបស់បាបូសាតែបឹងកេតមិនអាចយកកាដូនេះបានទេទាត់ស្ដាំរបស់ Luis Villi ក៏មិនចំគោលដៅឱកាសទឹកឡើងនេះរបស់វ៉ាងនេវីនបញ្ជូនឲ្យ Luis Villi ហើយ Villi ក៏រុញទៅដល់អ៊ីវសវណ្ណរាបញ្ចប់ទីមិនបានល្អទេបាទសុទ្ធស្រាពេកកន្លែងនេះឱកាសនៅក្នុងវគ្គទី2កន្លែងនេះបាទកាត់បាល់ចូលមកខាងក្នុងបាទឃ្លៀតតពេលវេលាពីតំបន់ការពាររបស់កំពង់ដេវ៉ាឱកាសកន្លែងនេះហើយដែលសវណ្ណរាបញ្ជូនឲ្យ Luis Villi ក៏លើកឲ្យសវណ្ណរារកបានក្របបាល់តែម្ដងកាត់តែបាទចូលប្រឡោះជើង Wenger Acosto នាំមុខ1-0ពីការតែតបញ្ចូលទីបានល្អរបស់អ៊ីវសវណ្ណរាឱកាសរបស់កែវឧត្តមលើកបាល់ចូលមកខាងក្នុងតែរបស់វឿនវ៉ាក៏ស្រាលជួយបានពីកយសាលឹមកន្លែងនេះការទៅពី Diego Beneto បាទទៅខ្លួនឯងល្អមែនទែនហើយក៏បញ្ជូនចាស់មកមួយជើងឆ្វេងគ្មានសាល់ទេរបស់ Luis Villi បាទ Luis Villi មកតតឆ្វេងច្បាស់មែនទែនមកកន្លែងនេះបំប៉ោងសំដែងទីបាទក្របបាល់ទី2ឲ្យបឹងកេតនាំមុខ2-0ទៅជាថ្មីពីបឹងកេតសវណ្ណរាក៏លើកបាល់ចូលមកខាងក្នុងឃ្លៀផ្ដាច់ពីបាបូសាក៏ចេញទៅខាងក្រៅកន្លែងនេះការទាញចោះទាញឡើងហើយក៏តតឆ្វេងពីចម្ងាយរបស់សានបូរ៉ាក៏មិនចំគោលដៅបាទកន្លែងនេះការបញ្ជូនបាល់ផ្លត់ស្ទាតណប់ដេវីតឆាបទៅវិញបានក៏តតស្ដាំពីចម្ងាយកន្លែងនេះជួយបានពី Wenger Acosto បាទជះបាល់បានល្អឃ្លៀបាល់ទៅកន្លែងនេះក៏តតឆ្វេងរបស់សៀនយ៉ាបាឡាក៏មិនចំគោលដៅឱកាសចុងម៉ោងរបស់ Patrick Cavino បាទអ្វីនៅមានក្របបាល់កាត់ឡើងបាទទាញចុះទាញឡើងទាត់ស្ដាំជួយបានពីបាទស្កយសាលីមក៏ឃ្លៀចេញពីបាទកីឡាករតាំងប៊ុនឆៃឱកាសទៅកន្លែងនេះការលើកពីគីរីណាមកបាទតែតមិនចំក៏បាននោះទេលោកញ៉ាកដាលោកអ៊ីវទីណាក៏ផ្លឹងបញ្ចប់ការប្រកួតទាំងស្រុងតែម្ដងចូលរួមអបអរសាទរទៅដល់បឹងកេតរកបាន3ពិន្ទុនៅក្នុងសប្តាហ៍ទី6ចូលរួមសោកស្ដាយទៅដល់ MOI កំពង់